អ្នកទាំងអស់គ្នាធ្លាប់ដេកទស្សនៈឬអូតែលេពេលអ្នកទាំងអស់គ្នាទៅដេកទស្សនៈឬអូតែទាំងអស់នោះអ្នកទាំងអស់គ្នាដែលដឹងពីប្រវត្តិដីនឹងអត់ដែលដឹងពីប្រវត្តិផ្ទះនឹងដែរអត់នេះជារឿងមួយដែលកើតឡើងនៅខេត្តសៀមរាបអ្នកដែលបានស្នាក់នៅក្នុងផ្ទះសំណាក់ឬក៏អូតែនឹងតែងតែឃើញវិញ្ញាណព្រាយរោគក្រហមដែលតែងតែលោមបន្លាចតែបង្ហាញខ្លួនឲ្យអ្នកដែលស្នាក់នៅទីនោះជាពិសេសបុគ្គលិកគឺតែងតែឃើញហ្មងអញ្ចឹងអ្នកខេត្តសៀមរាបបានដឹងច្បាស់ហើយថារឿងនេះជារឿងពិតមួយដែលកើតឡើងក្នុងដីមួយកន្លែងក្នុងខេត្តសៀមរាបនាងពេលរោគក្រហមគឺនៅក្នុងដើមច័ន្ទគ្រីមួយដើមនៅផ្នែកខាងក្រោយនៃអូតែដីភ្លើងឆេះក្លឹបនឹងឯងតាមតែអ្វីដែលសាច់រឿងបានបង្ហាញនាងពេលរោគក្រហមរស់នៅលើដីនោះមុន2005ទៀតគឺនៅដើមច័ន្ទគ្រីផ្ទាល់អញ្ចឹងនៅពេលដែលនាងព្រាយនោះនៅក្នុងដើមច័ន្ទគ្រីនាងពិតជាចង់គ្រប់គ្រងដីនឹងខ្លាំងពិតជាចង់ខ្លាចជាម្ចាស់នៃដីនឹងខ្លាំងនៅពេលដែលនាងគ្រប់គ្រងដីនោះបាននាងខ្លាចជាព្រាយមួយកាន់តែការកាន់តែមានអំណាចនៅពេលនោះដែរទើបនាងខ្លាចជាព្រាយប្រចាំដីនឹងមកដល់សប្តាហ៍នេះអ្វីដែលយើងកាន់តែឆ្ងល់នោះតើប្រវត្តិនាងព្រាយនោះយ៉ាងម៉េចទើបនាងខ្លាចជាភីដល់កាយសាហាវនៅតំបន់នោះ